ឥឡូវនេះខ្ញុំកំពុងនៅខាសិនប៉ុន្តែខាសិននៅកោះកុងនេះជាតំបន់សេដ្ឋកិច្ចពិសេសជាជាងនៅក្នុងទឹកដីខេត្តកោះកុងប៉ុន្តែសួរថាមានតំណែងអីជាមួយបរិយាខាសិនភ្នំពេញចុងវីដេអូខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាប៉ុន្តែឥឡូវមកដឹងត្រួសពីតំបន់សេដ្ឋកិច្ចពិសេសមួយនេះបន្តិចសិនរបៀងសេដ្ឋកិច្ចភាគនិរដីនៅប្រទេសកម្ពុជាមួយនេះមានផ្ទៃដីសរុបរហូតដល់1000ហិកតាដែលមានការពិវត្តរីកដុះដាលជាច្រើនដែលបច្ចុប្បន្នមានដល់ទៅ100រោងចក្រក្នុងរយៈពេលគិតត្រឹមតែ2ឆ្នាំនេះប៉ុណ្ណោះដែលមានដូចជារោងចក្រផលិតគ្រឿងសង្ហារឹមថ្នាំពេទ្យនិងផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិហើយគ្រោងនឹងសាងសង់បន្តទៀតសម្រាប់វិនិយោគិនជាច្រើនហើយក៏ដូចជារួមចំណែកបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុកយើងដែរប្រហែលដល់100000កន្លែងណោះក្នុងមួយឆ្នាំដូចអ្នកទាំងអស់គ្នាបានឃើញចឹងនៅពេលក្រោយក្នុងខ្ញុំនឹងគឺជាកោះ private មួយដែលគេក្រុងធ្វើជា resort សម្រាប់លំហែនិងជាតំបន់ទេសចរណ៍ធម្មជាតិមួយនៅក្នុងឆ្នាំក្រោយផងដែរមានទាំងអាហារដ្ឋានសួនច្បារបៃតងជាប់មាត់ទឹកគឺទេសភាពស្អាតខ្លាំងមែនតើហ្មងកាន់តែពិសេសនៅក្នុងជាចានេះផ្ទាល់មានផ្លូវបៃតងធំទូលាយក្នុងតំបន់បណ្ដាអគ្គិសនីប្រកបដោយស្ថិរភាពមានអានស្តុកទឹកនិងរោងចក្រផលិតទឹកស្អាតតខ្លួនទៀតផងមកឆ្លើយនឹងសំណួរខាងលើវិញបរិយាខាសិនភ្នំពេញគឺជាក្រុមហ៊ុនបត់សម្ព័ន្ធនៃតំបន់សេដ្ឋកិច្ចពិសេសជាជាងដ៏ធំមួយនេះដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេសខាងផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មហើយនេះប្រៀបដូចជាភាពកក់ក្ដៅនិងទំនុកចិត្តដ៏ខ្ពស់មួយសម្រាប់អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅក្នុងគម្រោងបរិយាកាសិនភ្នំពេញផងដែរ